ในថ្ងៃទី28ខែ10ឆ្នាំ2025ដោយមានការស្នើពរពីបងប្អូនប្រជាពលរដ្ឋទៅលោកចៅសង្កាត់ចាំចៅទី3លោកវ៉ាសាវឿនឲ្យជួយដោះស្រាយវាយកំទេចទួលដែលបងប្អូនប្រជាពលរដ្ឋគាត់ចាក់នៅលើផ្លូវឲ្យវាចេញវិញព្រោះដោយមើលឃើញថាអាសាដួលម៉ូតូបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាញឹកញាប់ចឹងលោកចៅសង្កាត់ចាំចៅទី3លោកបានបញ្ជាឲ្យខ្ញុំដឹកនាំក្រុមការងារឲ្យសហការជាមួយលោកមេភូមិព្រៃព្រីហញ្ជើង2ដើម្បីចុះសម្រួលវាយកំទេចចោលវិញឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរជាធម្មតាវិញនៅភូមិព្រៃព្រីហញ្ជើង2សង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យលើចិត្តហើយសល់ប្រហែលជាកន្លះម៉ែត្រជាងទៀតហើយនៅសម្អាតបាទវាយចោលវិញទៅស្រួលជិះមកឲ្យវាទួលពេក